តោះមកមើលថាអ្នកលក់គេផ្សាំមិនយកមកលក់ជូនអ្នកទាំងអស់គ្នាពេលដែលយើងដាំវាយូរទៅវាដោះតងវិញអានឹងលុយណាទាំងអស់គ្នាឥឡូវហ្នឹងតើគេធ្វើឲ្យវាចេញជាលុយដោយរបៀបម៉េចដំបូងគឺគេកាត់យកតងវែងហ្នឹងហើយគេកាត់យកផ្លែកដែលវាដុះឬអ្នកទាំងអស់គ្នាគឺមួយស្លឹកដុះឬមួយស្លឹកដុះឬមួយកន្លែងផ្នែកវាហ្នឹងណាហើយអ្នកទាំងអស់គ្នាកាត់ថ្នាំងវាហ្នឹងទុកតងខ្លីៗទៅបានហើយមើលឧទាហរណ៍ដែលខ្ញុំកំពុងតែធ្វើជូននៅក្នុងរូបហ្នឹងអញ្ចឹងណាបន្ទាប់ពីយើងបានស្លឹកដែលយើងត្រូវដាំហើយគឺយើងលាយទឹកថ្នាំម្ដងរឹសហ្នឹងដើម្បីត្រាំស្លឹកហ្នឹងដើម្បីឲ្យវាឆាប់ដុះរឹសឲ្យដើមហ្នឹងវាមានសភាពស្រស់ល្អសម្រាប់បរិមាណស្លឹកប៉ុណ្ណឹងខ្ញុំលាយទឹកកន្លះលីត្រជាមួយនឹងទឹកថ្នាំមួយកាំបទឹកសុទ្ធណាអ្នកនរគ្នាត្រាំវាមួយសន្ទុះទៅហើយយើងត្រៀមផើងហើយយើងបំពេញជាមួយនឹងសកៃដូងម៉ត់មកពេញមកដើម្បីដាំជាមួយនឹងម្លូរបស់យើងហើយអ្នកទាំងអស់គ្នាដាំវារៀបវាឲ្យស្អាតឲ្យតាមលំអានវាល្អមែនណាបន្ទាប់ពីយើងដាំបានស្អាតហើយយើងយកទឹកដែលត្រាំស្លឹកហ្នឹងយកមកស្រោចម្លូយើងមកសាទៀតមកហើយលាងស្លឹកឲ្យស្អាតផងបន្ទាប់មកយកទៅព្យួរនៅកន្លែងដែលមានពន្លឺត្រជាក់ស្រោចទឹកមួយថ្ងៃពីរដងជាការស្រេចអរគុណសម្រាប់ការទស្សនាកុំភ្លេចសាកល្បងធ្វើទាំងអស់គ្នា